ចង់ចាប់ដើមវិនិយោគជាមួយ Bitcoin ត្រូវមានលក្ខខណ្ឌអ្វីខ្លះដើម្បីកាត់បន្ថយហានិភ័យ Bitcoin ជារូបិយប័ណ្ណ Digital ដ៏ល្បីដែលតម្លៃឥឡូវឡើងដល់ជាង $96,000 ក្នុងមួយកាក់ប៉ុន្តែវាក៏ជាទីផ្សារដែលឡើងចុះខ្លាំងនិងពោពេញដោយហានិភ័យផងដែរ Bitcoin ជាលុយ Digital ដែលកើតឡើងតាំងពីឆ្នាំ 2009 បង្កើតដោយជនអនាមិកឈ្មោះ Satoshi Nakamoto វាដំណើរការលើបច្ចេកវិទ្យាហៅថា Blockchain ដែលជាបណ្ដាញសុវត្ថិភាពនិងមិនអាស្រ័យលើធនាគារឬរដ្ឋាភិបាលណាមួយឡើយបងប្អូនគួរចំណាយពេលសិក្សាថា Blockchain ដំណើរការយ៉ាងម៉េចហើយហេតុអ្វី Bitcoin មានតែ21លានកាក់មួយវិញទៀតសូមស្វែងយល់អំពីព្រឹត្តិការណ៍ Bitcoin halving ដែលកើតឡើងរៀងរាល់4ឆ្នាំម្ដងហើយតែងតែជំរុញឲ្យតម្លៃ Bitcoin ឡើងឧទាហរណ៍ក្រោយ halving ឆ្នាំ 2024 តម្លៃ Bitcoin បានហក់ឡើងជិត 50% បើអ្នកចង់ចាប់ដើមសូមអានព័ត៌មាននៅគេហទំព័រដូចជា bitcoin.org ឬតាមព័ត៌មានទីផ្សារនៅលើ Coin ដែលជាដើមដើម្បីទិញលក់ Bitcoin បងប្អូនត្រូវជ្រើសរើស Exchange ជួញដូរដែលអាចទុកចិត្តបាន Exchange ល្អគួរតែមានសុវត្ថិភាពខ្ពស់ដូចជាប្រព័ន្ធផ្ទៀងផ្ទាត់ពីរជាន់និងការការពារបច្ចេកទេសហើយត្រូវមានកេរ្តិ៍ឈ្មោះល្អផងដែរតើបងប្អូនធ្លាប់ឮរឿង Exchange MT Gox ដែរទេ Exchange នេះត្រូវ hacker វាយប្រហារក្នុងឆ្នាំ 2014 ធ្វើឲ្យអ្នកវិនិយោគបាត់បង់ Bitcoin រាប់ពាន់លានដុល្លារដូច្នេះសូមជ្រើសរើស Exchange ដែលមានអាជ្ញាប័ណ្ណនិងមានមតិវិជ្ជមានពីអ្នកប្រើប្រាស់ផងដែរក្រៅពីទិញ Bitcoin អ្នកត្រូវរក្សាទុកវានៅកន្លែងហៅថា Wallet ដែល Wallet មានពីរប្រភេទទី1 Hot Wallet ដែលជាកម្មវិធីនៅលើទូរស័ព្ទដូចជា Trust Wallet ឬ Coinbase Wallet ដែលស័ក្តិសមសម្រាប់ជួញដូរប្រចាំថ្ងៃទី2 Cold Wallet ដូចជា Hardware Wallet ដែលជាឧបករណ៍តូចៗដូចជា Ledger Nano X ឬ Trezor Wallet ប្រភេទនេះមិនភ្ជាប់អ៊ីនធឺណិតដូច្នេះ hacker ពិបាកក្នុងការលួចចំណុចសំខាន់គឺត្រូវរក្សាទុក private key ឬ set phrase នៅកន្លែងដែលមានសុវត្ថិភាពដូចជាសរសេរលើក្រដាសឬឆ្លាក់លើលោហៈកុំទុក Bitcoin ទាំងអស់នៅលើ Exchange ព្រោះបើ Exchange មានបញ្ហាបងប្អូនអាចបាត់បង់វាទាំងអស់សម្រាប់អ្នកចង់វិនិយោគជាមួយ Bitcoin ត្រូវមានផែនការច្បាស់លាស់បើជឿជាក់លើ Bitcoin យុទ្ធសាស្ត្រល្អមួយគឺ hold ដែលទិញហើយរក្សាទុករយៈពេលវែងឧទាហរណ៍អ្នកដែលទិញ Bitcoin ក្នុងឆ្នាំ 2020 នៅតម្លៃ$10,000 ឥឡូវបានចំណេញជាង9ដងប៉ុន្តែបើអ្នកចូលចិត្តជួញដូរបែបរយៈពេលខ្លីអ្នកអាចប្រើការវិភាគបច្ចេកទេសដើម្បីទិញតម្លៃទាបហើយលក់ក្នុងតម្លៃខ្ពស់វាត្រូវការពេលវេលានិងបទពិសោធន៍ច្រើនគួរសមដែរមួយទៀតសូមប្រើ stop loss ដើម្បីកំណត់ការខាតបង់ឧទាហរណ៍បើអ្នកទិញ Bitcoin នៅ$96,000 កំណត់ stop loss នៅ$90,000 ដើម្បីការពារលុយរបស់អ្នកសំខាន់ត្រូវដឹងថាអ្នកអាចទទួលយកការធ្លាក់តម្លៃ 20 ទៅ 30% ក្នុងរយៈពេលខ្លីបានបើមិនបានទេសូមជ្រើសរើសវិធី hold រយៈពេលវែងវិញមួយទៀតសូមវិនិយោគទៅលុយដែលអ្នកអាចខាតបង់បានប៉ុណ្ណោះព្រោះ Bitcoin អាចមានហានិភ័យខ្ពស់ដែលគេព្យាករណ៍ថានៅឆ្នាំ 2025 តម្លៃ Bitcoin អាចធ្លាក់ដល់$55,000 ឬឡើងដល់ជាង$20,000 ដូច្នេះកុំប្រើលុយដែលត្រូវប្រើប្រចាំថ្ងៃឬលុយបំណុលចាប់ផ្ដើមតិចៗទៅដូចជាវិនិយោគ$50 ឬ$100 សិនដើម្បីសាកល្បងទីផ្សារហើយកុំដាក់លុយទាំងអស់នៅ Bitcoin ត្រូវពិចារណាវិនិយោគនៅភាគហ៊ុនមាសឬ crypto ផ្សេងៗទៀតដូចជា Ethereum ដើម្បីបែងចែកហានិភ័យអាចប្រើ trading bot ដើម្បីជួញដូរដោយស្វ័យប្រវត្តិទៅតាមអ្វីដែលអ្នកបានកំណត់ឧទាហរណ៍ bot អាចទិញឬលក់ Bitcoin ដោយស្វ័យប្រវត្តិបើតម្លៃធ្លាក់ឬឡើងដល់កម្រិតជាក់លាក់ហើយកុំភ្លេចតាមដានទីផ្សារជាមួយកម្មវិធីដូចជា CoinMarketCap ឬ TradingView ដើម្បីងាយស្រួលក្នុងការមើលទីផ្សារមួយទៀតត្រូវប្រុងប្រយ័ត្ននឹងការបោកប្រាស់ដូចជាគេហទំព័រคล้ายៗឬគម្រោងសន្យាដែលទទួលបានប្រាក់ចំណេញខ្ពស់សរុបមកវិញការវិនិយោគ Bitcoin អាចនាំមកនូវឱកាសធំប៉ុន្តែក៏មានហានិភ័យច្រើនដែរបើអ្នកចង់ចាប់ដើមសូមរៀនឲ្យច្បាស់ជ្រើសរើស Exchange និង Wallet ដែលមានសុវត្ថិភាពមានផែនការវិនិយោគច្បាស់លាស់ប្រើលុយដែលអ្នកអាចខាតបង់បានប្រើបច្ចេកវិទ្យាដើម្បីជួយសម្រួលការវិនិយោគរបស់អ្នកនិងប្រុងប្រយ័ត្នការបោកប្រាស់ផ្សេងៗបើធ្វើបានបែបនេះអ្នកនឹងមានឱកាសជោគជ័យនៅទីផ្សារ Crypto តើបងប្អូនគិតថាអាចត្រៀមខ្លួនបានហើយឬនៅសម្រាប់ការចូលរួមក្នុងទីផ្សារ Crypto មួយនេះអាចចែករំលែកគំនិតរបស់បងប្អូននៅក្នុង comment ខាងក្រោមបាន